គ្នាសូមស្វាគមន៍មកកាន់ថ្នាក់រៀនភាសាអង់គ្លេសរបស់ខ្ញុំវិញអូខេហើយថ្ងៃនេះយើងវិលមកជួបគ្នាទៀតហើយនៅថ្នាក់រៀនភាសាអង់គ្លេសរបស់ខ្ញុំហើយវីដេអូមុនអ្នកអាចមានឆ្ងល់ដែរទេបើឆ្ងល់អាច comment សួរនៅក្នុង channel YouTube របស់ខ្ញុំបានហើយដោយសារខ្ញុំនៅវល់អញ្ចឹងខ្ញុំអត់សូវមានពេលថតវីដេអូជូនអ្នកនរគ្នាទេអញ្ចឹងអ្នកនេះសូមអធិស្ឋានផងអូខេតើឥឡូវយើងក៏មកខាប់ពេលយូរយើងចូលរៀនទាំងអស់គ្នាណាហើយថ្ងៃនេះដែរជាថ្ងៃបញ្ចប់នៅវីដេអូមេរៀនទី11របស់យើងផងដែរអូខេហើយថ្ងៃនេះវេយ្យាករណ៍របស់យើងសង្ខេបខ្ញុំនឹងសង្ខេបជូនខ្លះៗទេអត់បានលំបាត់ទេតែទៅនឹងសល់ហើយនឹងវាលក្រោមនេះអូខេសល់ let's go អូខេតើឥឡូវយើងក៏មកខាប់ពេលយូរយើងចូលរៀនឡើងនេះបន្តិចvocabulary and listening អូខេពាក្យហើយនឹងការស្ដាប់ listening ខ្ញុំบอกថាការស្ដាប់ vocabulary គឺពាក្យអូខេ what the weather like អូខេអញ្ចឹង what the weather នេះគឺអាកាសធាតុ what the weather like នេះគឺចង់និយាយថាអាកាសធាតុយ៉ាងម៉េចដែរអូខេ like យ៉ាងនេះយើងบอกថាបើគេសាប់ខ្ញុំបើគុណនេះខ្ញុំบอกថាចូលចិត្តប៉ុន្តែបើសិនជាកន្លែងនេះខ្ញុំบอกថាដូចជាអូខេឬក៏យ៉ាងម៉េចដែរពាក្យ like នេះអ្នកនរគ្នាអូខេអញ្ចឹងយើងចូលទី1របស់យើង look at the weather maps of Europe and name some of the countries អូខេអញ្ចឹងគេឲ្យយើងកលេចមើលអំពីផែនទីអាកាសធាតុអូខេនៃអឺរ៉ុបអូខេអញ្ចឹងប៉ែអឺរ៉ុបអាកាសធាតុនៅប៉ែអឺរ៉ុបហើយនឹងឈ្មោះនៃប្រទេសខ្លះអូខេអានេះជាឈ្មោះនៃទីក្រុងគេទេអូស្កូ London ទីក្រុង Long ទីអង់គ្លេសគេស្វីហើយ Berlin ជាទីក្រុងមួយនៅក្នុងប្រទេសហុងគ្រីអូខេ Warsaw Paris ទីប្រាំងអូខេ Nice Madrid គឺទីក្រុង Madrid អូខេ Lisbon ជាទីក្រុងមួយគឺជារាជធានីអូខេដូចជារាជធានីភ្នំពេញអញ្ចឹង Lisbon គឺជាឈ្មោះនៃរាជធានីនៃប្រទេសប៉ូទុយហ្គាល់អូខេរួមគឺចក្រភពរួមអូខេ Budapest គឺជាឈ្មោះនៃទីក្រុងឬក៏រាជធានីនៃប្រទេសហុងគ្រីអូខេតើឥឡូវយើងគេឲ្យយើងស្ដាប់ transcript របស់យើង 11.9 listen to the weather forecast ឡើងនេះខ្ញុំบอกថាការព្យាករណ៍អូខេអញ្ចឹងគេឲ្យយើងស្ដាប់ទៅកាន់ការព្យាករណ៍នៃអាកាសធាតុអូខេ write the temperature on the map បន្តមកទៀតមកសរសេរសីតុណ្ហភាពនៅលើផែនទីអូខេអ្នកនរគ្នាគឺគេដាក់ប្រមាណនេះហ្នឹងសញ្ញាព្រួញសញ្ញា0ហើយអក្សរ C នេះគេថា degree អ្នកនរគ្នាប៉ុន្តែប្រមាណ degree អញ្ចឹងណាដូចខ្មែរយើងប្រហែលដូចជា30ទី35ឬ36អញ្ចឹងហើយគេថា degree អូខេតអ្នកគ្នាហើយហ្នឹងអូខេបន្តមកនេះក៏យើង match the adjective with their symbol on the map អូខេតទៅពី2មកឲ្យយើងភ្ជាប់គុណនាមអាកាសធាតុអូខេជាមួយនឹងផ្លាកសញ្ញា symbol គឺនិមិត្តសញ្ញារបស់ពួកវានៅលើផែនទីអូខេ which two adjectives are not in the forecast អូខេអញ្ចឹងតើការគុណនាមចំនួន2មួយណាដែលមិននៅក្នុងការព្យាករណ៍អូខេអញ្ចឹងកន្លែងនេះខ្ញុំចង់អានតែនឹងបកពាក្យខ្លះនៅក្នុងកន្លងនេះហើយតើនេះគឺជាគុណនាមទេអូខេ sunny បើនិយាយពី sunny គឺតាក់ទងទៅនឹងការដែលមានពន្លឺព្រះអាទិត្យចាំងចែងមកវាហៅអ្នកគេថ្ងៃចែមកនេះគេហៅថា sunny ហើយអញ្ចឹងកន្លែងនេះអូខេអញ្ចឹងកន្លែងអូខេ sunny ឡើយនេះ sunny ណាគ្នាបែរថាដែលមានពន្លឺព្រះអាទិត្យចាំងចែងមិនហ្នឹងអូខេ raining ដែលមានភ្លៀងអូខេ winning បែរថាដែលមានខ្យល់នេះអ្នកគ្នា windy អានេះគេហៅថា windy ហ្នឹងហើយមានខ្យល់ snow ដែលមានព្រិលអូខេកន្លែងនេះអត់មានព្រិលទេនេះគឺភ្លៀងទេអូខេអត់តន់មានទេអញ្ចឹងអ្នកនេះប្រហែលដល់ព្រិលហើយអូខេ cloudy ដែលមានពពកច្រើនហ្នឹងអ្នកគ្នាអូខេ
cloudy គឺពពកអូខេនេះពពកអូខេដល់ពេល foggy ហ្នឹងគឺសំដៅលើ up អ្នកគ្នាអូខេអញ្ចឹង up យើងសំដៅលើថាពេលមេឃជិតបាក់ថ្ងៃហ្នឹងហៅថា foggy ហ្នឹងគឺ up អូខេដល់ពេល stormy ហ្នឹងគឺព្យុះអូខេដែលមានព្យុះហ្នឹងអូខេ stormy គឺព្យុះអូខេអញ្ចឹងទី3ក៏យើង look at this which word in inside to can they go with អូខេគេឲ្យកលេចមើលនៅគុណនាមទាំងនេះគុណនាមអូខេទៅពាក្យណាមួយក្នុងលំហាត់ទី2ដែលអាចប្រើជាមួយគ្នាបានអូខេ they go with make some sentence បង្កើតជាប្រយោគខ្លះអូខេអញ្ចឹង warm ក្តៅអូខេ hot ហ្នឹងក្តៅខ្លាំងអូខេដល់ពេល warm ហ្នឹងគឺក្តៅល្មមអ្នកគ្នាវាខ្មែរថាដូចយើងកក់ក្តៅអញ្ចឹងណាអូខេ cool នេះគឺត្រជាក់តាជាក់កកអ្នកគ្នាអូខេដល់ពេល cool នេះគឺត្រជាក់ល្មមដែលយើងអាចរស់នៅបានហ្នឹង cool ហ្នឹងឯងអូខេដល់ពេល cool នេះគឺត្រជាក់ឡើងកកឯអ្នកគ្នាអូខេដល់ wet នេះនិយាយតាក់ទងទៅនឹងសំណើមអូខេដល់ពេលនេះស្ងួតអូខេ dry នេះគឺស្ងួតអូខេអញ្ចឹងគេដាក់មើលកន្លែងថា is hot and sunny អូខេវាក្តៅហើយនឹងដែលមានពន្លឺចាំងចាស់អូខេមួយទៀតគេដាក់ទៀតថា it's cool and rainy អូខេវាត្រជាក់ហើយនឹងមានភ្លៀងធ្លាក់អូខេប៉ុណ្ណាតើឥឡូវយើងស្ដាប់កន្លែង test គេបើយើងសិនទៅអូខេអញ្ចឹងខ្ញុំចាក់ស្ដាប់អូខេកន្លែងនេះយើងមិនទេធ្វើកន្លែងនេះតើឥឡូវយើងស្ដាប់បន្តិចសិនតាឥឡូវខ្ញុំយកពាក្យទាំងហ្នឹងមកហើយអូខេនេះដល់គ្នាដែរពាក្យនៅក្នុងហ្នឹងអូខេអញ្ចឹងកន្លែងនេះខ្ញុំចាក់ស្ដាប់សិនហើយបន្តមកទៀតអ្នកគ្នានឹងចាំបកប្រែជាមួយខ្ញុំដែរអូខេតើលើស្ដាប់សិនទៅ Tape script 11.9 What's the weather like? Here's Fiona with the weather for Europe for the next 24 hours. Hello there. Here's the forecast for Europe today. At the moment, there's some wet and windy weather over the UK and Scandinavia, and this is going to move south and east over Poland and Germany. Temperatures in Berlin and Warsaw are now about 20 degrees Celsius, but it's cooler in London, 19 degrees, and cooler still in Oslo, 17 degrees. To the south, it's a bit warmer. In Budapest, 23 degrees, but to the east, cool and cloudy in Moscow, where the temperature is a welcome 15 degrees after all that extreme summer heat. Moving south, it's getting warmer, 24 degrees in Rome, but it's going to be cloudy and showery across much of Italy and also over northern Turkey, with heavy rain in Istanbul and a temperature of 21 degrees. Most other Mediterranean countries are going to be warm and dry. Greece will be hot and sunny, with a lot of late summer sunshine, 28 degrees in Athens, and warmer still in Portugal and Spain, with temperatures up to 32 degrees. France is going to be cool and cloudy in the north, 20 degrees in Paris, and hot and stormy in the south, with a high of 29 degrees in Nice. Okay. And that's your European weather for today. Okay. I'll be back at lunchtime with an update. Thank you, Fiona. Okay. Này, chẳng như làm sao thì đó nó kia. Tape script 11.9 What's the weather like? Here's Fiona with the weather for Europe for the next 24 hours. Hello there. Here's the forecast for Europe today. At the moment, there's some wet and windy weather over the UK and Scandinavia, and this is going to move south and east over Poland and Germany. Temperatures in Berlin and Warsaw are now about 20 degrees Celsius, but it's cooler in London, 19 degrees, and cooler still in Oslo, 17 degrees. To the south, it's a bit warmer. In Budapest, 23 degrees, but to the east, cool and cloudy in Moscow,
where the temperature is a welcome 15 degrees after all that extreme summer heat. Moving south, it's getting warmer, 24 degrees in Rome. But it's going to be cloudy and showery across much of Italy and also over northern Turkey, with heavy rain in Istanbul and a temperature of 21 degrees. Most other Mediterranean countries are going to be warm and dry. Greece will be hot and sunny, with a lot of late summer sunshine. 28 degrees in Athens, and warmer still in Portugal and Spain, with temperatures up to 32 degrees. France is going to be cool and cloudy in the north, 20 degrees in Paris, and hot and stormy in the south, with a high of 29 degrees in Nice. And that's your European weather for today. I'll be back at lunchtime with an update. Thank you, Fiona. Ok, tỏ lời bản năng hay lời nhóm an hayบอกra chôn khá khá nữa cái này. Ok, này bịa hay này khá. Ok, tỏ lời dừngบอกra tỏ cái này nè. Ok, what the weather like ถ้าอากาศเทียบอย่างเดิมไหนได้ the presenter นั่นคือพิธีกรโอเค Here Fiona with the weather for Europe for the next 24 hours โอเคនេះគឺជា Fiona ជាមួយនឹងការជាកាសធាតុការរាយការណ៍ពីអាកាសធាតុនឹងសម្រាប់នៅតំបន់អឺរ៉ុបក្នុងរយៈពេល24ម៉ោងក្រោយមកទៀតអូខេអញ្ចឹងតើយើងមកស្ដាប់ពិធីករ Fiona វិញ Hello there អូខេថា Hello there នេះគឺចង់និយាយថាHello សួស្ដីមកកាន់តំបន់ហ្នឹងអូខេតំបន់នេះគឺតំបន់អឺរ៉ុបហ្នឹងឯង there ហ្នឹងអូខេ here the forecast for Europe today អូខេទីនេះគឺជាការព្យាករណ៍អាកាសធាតុសម្រាប់ប្រទេសអឺរ៉ុបនៅក្នុងថ្ងៃនេះ At the moment there's some wet and windy weather over the two UK and Scandinavia អូខេអញ្ចឹងនៅគណៈពេលនេះគឺមាននៅអាកាសធាតុដែលមានសើមហើយនឹងមានខ្យល់អូខេវិញនេះខ្យល់ដែលគ្របដណ្ដប់លើប្រទេសទូគីអូខេទូខេណាហើយនឹងទីក្រុង Scandinavia ហ្នឹងអូខេដែលនៅក្នុងប្រទេសទូគីហ្នឹង UK ហ្នឹង This is going to move to south and east over Poland and Germany ហើយនេះគឺហើយនឹងឆ្ពោះទៅភាគខាងត្បូងហើយនឹងភាគខាងកើតឯនេះខាងកើត west south ខាងត្បូងទៅលើប្រទេសប៉ូឡូញអូខេ over ទៅលើប្រទេសប៉ូឡូញហើយនឹងប្រទេសអាល្លឺម៉ង់អូខេ Temperature is Berlin and Warsaw is now about 20 degrees but it's cooler in London អូខេអាកាសធាតុនៅក្នុង Berlin អូខេនៅក្នុងទីក្រុង Berlin ខ្ញុំភ្លេចប្រទេសហើយអ្នកគ្នាអូខេហើយនឹងទីក្រុង Warsaw អូខេដែលឥឡូវហ្នឹងគឺប្រហែលជា20អង្សាសេអញ្ចឹងបើនៅពីមុខចំនួនហ្នឹងខ្ញុំធ្លាប់ប្រាប់ហើយគឺបញ្ជាក់អំពីប្រហែលអូខេប្រហែលជា20អង្សាសេហើយក៏ប៉ុន្តែបាទនឹងក៏ប៉ុន្តែវាត្រជាក់ជាង cooler នឹងបានត្រជាក់ជាងនៅក្នុងទីក្រុង London ប្រទេសអង់គ្លេសហ្នឹងអូខេដែលវាគឺ19អង្សាសេ19 degrees and cooler still in Oslo 17 degree អូខេហើយត្រជាក់រហូតដល់នៅក្នុងតំបន់ Oslo ហ្នឹងដែលមានសីតុណ្ហភាពគឺ17អង្សាសេ To the south is a bit warmer in Budapest 23 degrees but to the earth cool and cloudy in Moscow អូខេអញ្ចឹងបានថាទៅភាគខាងត្បូងអូខេទៅភាគខាងត្បូងហ្នឹងវាគឺ
ปลายទៅជាក្តៅបន្តិច bit ហ្នឹងបន្តិច bit warmer ពេលណាប្រែទៅជាក្តៅបន្តិចតែនៅក្នុងតំបន់នៅក្នុងទីក្រុងអ្នកគ្នា Budapest ហ្នឹងគឺនៅក្នុងទីក្រុងមួយខ្ញុំភ្លេចដែរទីអូខេ Budapest គឺជារដ្ឋធានីទីក្រុងប្រទេសហង្គ្រីអ្នកគ្នាប្រទេសហង្គ្រីដែលមានសន្តិភាព23អង្សាសេលប៉ុន្តែនៅក្នុងភាគខាងកើតខាងកើតហើយអាកាសធាតុគឺវាត្រជាក់ហើយមានពពកនៅក្នុងទីក្រុង Moscow ប្រទេសរុស្ស៊ីហ្នឹងជាកន្លែងដែលសន្តិភាពគឺវាប្រហែលជាប្រែទៅជា15អង្សាសេលWelcome នេះគឺវាមានន័យថាវាប្រែជាអ្នកគ្នាវាប្រែជា15អង្សាសេល After all that extreme summer heats អូខេបើថាកម្ដៅនៅរដូវក្ដៅហ្នឹងគឺក្ដៅខ្លាំងអូខេតោះនេះហ្នឹងប្រែកម្ដៅនៅរដូវក្ដៅហ្នឹងវាក្ដៅខ្លាំងទាំងអស់ហ្នឹងអូខេអញ្ចឹងយើងមើលទៀត More south is getting warmer 24 degree in room អូខេហើយពោះទៅភាគខាងត្បូងវិញអូខេ More to south ហ្នឹងមែនណាពោះទៅភាគខាងត្បូងវិញវាគឺជាវាប្រែទៅជាក្ដៅដែលមានសន្តិភាព24អង្សាសេលនៅក្នុងទីក្រុង room អូខេ but it's going to be cloudy and showery across much of Italy and also over northern Turkey with heavy rains in Istanbul and temperature of 21 degrees អូខេអញ្ចឹងវាប្រែទៅជាមានពពកមានពពកហើយនឹងមានភ្លៀងធ្លាក់អូខេ showery មើលថាភ្លៀងធ្លាក់នៅក៏មណ្ឌបជាច្រើននៅប្រទេសអ៊ីតាលីហើយនឹងទៅតំបន់ភាគពីខាងជើងអូខេ Northern នេះបើថាភាគខាងជើងនៅប្រទេសទូគីជាមួយនឹងភ្លៀងយ៉ាងច្រើនអូខេ heavy rain នេះមានថាភ្លៀងធ្លាក់យ៉ាងច្រើនអ្នកគ្នាភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងតំបន់ Istanbul ហ្នឹងអូខេហើយសីតុណ្ហភាពនេះគឺ21អង្សាសេលអូខេបន្តមកទៀត most other Mediterranean អូខេភាគច្រើននៅតំបន់ Mediterranean ហ្នឹងប្រទេសអូខេប្រទេស Mediterranean គឺប្រែទៅជាក្តៅហើយនឹងស្ងួតអូខេwarm ក្តៅហើយត្រង់នេះគឺស្ងួត Greece will be hot and sunny with a lot of late summer sunnies អូខេ sunset អូខេអញ្ចឹងប្រទេសក្រីហ្នឹងគឺប្រែទៅជាវាហៅថានឹងប្រែជាក្តៅអូខេក្តៅហើយនឹងមានពន្លឺព្រះអាទិត្យចាំងចែងជាមួយនឹងអាកាសធាតុអូខេជាមួយនឹងអាកាសធាតុដែលក្តៅខ្លាំងដល់គ្នាក្តៅខ្លាំងបើន័យថាកែង summer បើន័យថានៅរដូវក្តៅវាក្រលិចចឹងដល់គ្នាថាធម្មតាវាលិចថ្ងៃតិចខែល្មមវាលិចថ្ងៃលិចនៅម៉ោង5កន្លះចឹងហើយប៉ុន្តែដល់ពេលរដូវក្តៅគឺវាលិចដល់ម៉ោង6កន្លះឬក៏ម៉ោង7ទៅបើបានវាថ្ងៃលិចចឹងហើយគ្នាគឺចឹង28 degrees in ocean and warmer still in Portugal and Spain with temperature up to 32 degree អូខេនៅក្នុងតំបន់ឬក្នុងទីក្រុង Athens ហើយនឹងគឺប្រែទៅជាក្តៅស្ថិតនៅក្នុងប្រទេសប៉ូឡូញហើយនិងប្រទេសអេស្ប៉ាញជាមួយនឹងសីតុណ្ហភាពឡើងដល់រហូតដល់ temperature up ហ្នឹងមានថាឡើងទៅឡើងដល់32អង្សាសេល France is going to be cool and cloudy in north 20 degrees in Paris and hot and stormy in south with a high of
29 degree in nice អូខេអញ្ចឹងប្រទេសបារាំងប្រទេសបារាំងគឺនឹងប្រែទៅជាត្រជាក់ហើយនឹងមានពពកនៅក្នុងភាគខាងជើងអូខេហើយ20អង្សាសេនៅក្នុងទីក្រុងប៉ារីសហើយវាលក្ខណៈក្តៅហើយនឹងមានព្យុះផងដែរនៅភាគខាងត្បូងជាមួយនឹងអាកាសធាតុដ៏ក្តៅរហូតដល់29អង្សាសេនៅក្នុងតំបន់នីសហ្នឹងគឺមានថានៅក្នុងទីក្រុងមួយនៅក្នុងប្រទេសបារាំងហ្នឹងអូខេចប់ហើយ that's your European weather for today អូខេនេះគឺជាអាកាសធាតុនៅតំបន់ឬក៏សហភាពអឺរ៉ុបរបស់អ្នកសម្រាប់ថ្ងៃនេះ I will be back at the lunchtime with an update អូខេខ្ញុំនឹងវិលត្រឡប់មកវិញនៅពេលថ្ងៃត្រង់ជាមួយនឹងការអាប់ដេតថ្មីអូខេពេលសិនទេអរគុណ Finia ណាចុចចប់ទៅអូខេប៉ុណ្ណឹងអ្នកគ្នាតឥឡូវយើងមើលកន្លែងបើយើងតិចទៀតអូខេអញ្ចឹងយើងមើលកន្លែងចំណុចនេះ listen and compare conversation with អូខេហ្នឹងយើងមិនទេអូខេនេះក៏យើងមិនដែរអ្នកគ្នាអូខេអញ្ចឹងមើលកន្លែងនេះតិចបានបញ្ចប់នៅវីដេអូរបស់យើងមេរៀនទី11 everyday English អូខេភាសាអង់គ្លេសប្រចាំថ្ងៃរបស់យើងហ្នឹងអូខេ making suggestion នេះមកថាការស្នើសុំអូខេការធ្វើការស្នើសុំ Go make a list of things you can do in good weather and things you can do in bad weather ឲ្យយើងបង្កើតជា list មួយនៃរឿងរ៉ាវដែលអ្នកអាចធ្វើនៅក្នុងអាកាសធាតុដែលល្អអូខេអញ្ចឹងអាកាសធាតុល្អបានថាយើងទៅដើរលេងទៅសមុទ្រទៅស្ទូចត្រីជាដើមឬក៏ទៅដើរលេងឡើងអញ្ចឹងណា at least you can do in the bad weather ហើយនឹងធ្វើបញ្ជីមួយនៅក្នុងពេលអាកាសធាតុដែលមិនល្អអញ្ចឹងយើងធ្វើអីអញ្ចឹងណាអ្នកគ្នាអូខេអញ្ចឹងយើងកុំដើរលេងនៅផ្ទះលេងជាមួយក្រុមគ្រួសារយើងចឹងទៅគឺចៅយើងធ្វើអញ្ចឹង compare your list with your partner and class អូខេណាយើងមិនធ្វើទេនេះបើយើងធ្វើយើងរៀនក្រុមយើងអាចធ្វើបានអូខេតោះឡើយនេះយើងខ្ញុំបរៀនខ្លះពីអំពី sol ហើយនឹង let's go អូខេយើងសង្ខេបទៅអូខេទី1គេឲ្យ we use sol with I and we to ask for and make suggestion អូខេអញ្ចឹងមានថាគេប្រើប្រាស់ sol អូខេហើយជាមួយនឹង I ហ្នឹងហើយនឹង V ហ្នឹងអូខេបានថា sol ហ្នឹងគេប្រើ sol ហ្នឹងជាមួយនឹង I ហើយនឹង V ដើម្បីស្នើសុំអូខេ ask for បាន ask for something អូខេ for something អូខេបានន័យថាស្នើសុំណាអ្នកឲ្យធ្វើអ្វីមួយអូខេនេះយើងថា ask for somebody for something មានថាស្នើសុំណាអ្នកឲ្យធ្វើអ្វីមួយទៀតថា I ask you to make coffee for me អូខេអញ្ចឹងណាខ្ញុំស្នើសុំឲ្យអ្នកហ្នឹងឆុងកាហ្វេឲ្យខ្ញុំអញ្ចឹងមានន័យថាយើងអាចប្រើទំនួលនឹងបានអូខេអញ្ចឹងមានន័យថាយើងប្រើសល់ជាមួយនឹង I ហើយនឹង V ដើម្បីធ្វើការស្នើសុំអូខេទៅយើងគេមើលទីហោថា what shall we do ថាតើពួកយើងគួរធ្វើអ្វីខ្លះអូខេអញ្ចឹង shall we go swimming ថាយើងគួរតែហែលទឹកអូខេអញ្ចឹងគេបញ្ជាក់ថា I just that we go swimming ថាខ្ញុំស្នើសុំថាខ្ញុំស្នើសុំថាពួកយើងក៏ទៅហែលទឹកអូខេអញ្ចឹងទី2 we use let to make suggestion for everyone បែរថាយើងប្រើប្រាស់ let ដើម្បីស្នើសុំដើម្បីធ្វើការស្នើសុំសម្រាប់នរណាមួយអូខេសម្រាប់អ្នកគ្រប់គ្នា everyone សម្រាប់អ្នកគ្រប់គ្នានោះយើងមើលទីហោ let's go មានថាតោះយើងទៅមានន័យថា I suggest that we all go បែរថាខ្ញុំស្នើសុំថាពួកយើងតោះគ្នាទៅយើងដាក់ថា let's go តោះយើងទៅ let ហ្នឹងគឺស្មើនឹងពាក្យថា let us មានថាតោះពួកយើងទៅ
let's have a pizza តោះពួកយើងទៅញ៉ាំ pizza អូខេ let's go bake stuff ពួកយើងទៅសមុទ្រដែរអូខេគឺចឹងនិយាយអញ្ចឹងអូខេហើយកន្លែងនេះយើងសង្ខេបទៅអ្នកគ្នាលេខ2នេះឲ្យយើង listening and compare conversation អូខេអញ្ចឹងយើងស្ដាប់ហើយនឹងបំពេញនៅការសន្ទនាអូខេអញ្ចឹងកន្លែងនេះខ្ញុំចាក់ស្ដាប់តិចហើយបន្តទៀតអ្នកគ្នាចាំមកបំពេញកន្លែងហ្នឹងអូខេឥឡូវខ្ញុំចាក់ស្ដាប់lạiហ្នឹងបន្តិច Tape script 11.12. អូខេអញ្ចឹងអ្នកគ្នាចាំបំពេញ Making suggestions. 1. What a lovely day. Yeah, it's really warm and sunny. What shall we do? Let's go for a walk. អូខេ Two. តោះណាកន្លែង What an awful day. It's raining again. I know. It's so cold and wet. What should we do? Let's stay in and watch a DVD. អូខេតោះនេះគ្នាឥឡូវណាក៏តើស្ដាប់សារទៀត Tape script 11.12. Making suggestions. 1. What a lovely day. Yeah, it's really warm and sunny. What shall we do? Let's go for a walk. 2. What an awful day. It's raining again. I know. It's so cold and wet. What should we do? Let's stay in and watch a DVD. Yo. អូខេតោះណាគ្នាកន្លែងហ្នឹង what a lovely day or lovely day អូខេអញ្ចឹងគេចង់បញ្ជាក់ឬក៏សង្កត់ន័យថាអូថ្ងៃអ្វីក៏ល្អអ្វីម្ល៉េះទេគេចង់និយាយអញ្ចឹងណាគ្នា what a lovely day ថាថ្ងៃអ្វីក៏ល្អម្ល៉េះទេបើថាថ្ងៃដែលមានភ្លៀងឲ្យមានអីអញ្ចឹងណាភ្នែកវិញនិយាយទៅគឺមេឃស្រឡះល្អអញ្ចឹងណា it really is hot and sunny ថាវាក្តៅហើយហ្នឹងមិនពន្លឺព្រះអាទិត្យគ្រប់គ្រាន់ what shall we do តែយើងគួរធ្វើអ្វីខ្លះ let's for a walk តោះយើងទៅដើរលេងអូខេគេចង់និយាយអញ្ចឹងកាលនេះ what's an awful day ឬមកថាអាក្រក់អូខេអូថ្ងៃអីក៏អាក្រក់ម្ល៉េះទេគេសម្ដៅថាការស្ទាតអញ្ចឹងណាគ្នា raining again ថាវាបន្តភ្លៀងទៀតហើយអូខេ raining again មានថា rain again ហ្នឹងមិនថាភ្លៀងថ្ងៃភ្លៀងស្អែកក៏ភ្លៀងក៏ស្អែកក៏ភ្លៀងគេចង់និយាយអញ្ចឹងអូខេ I know this អីគេឡាគេហ្នឹងគឺ wet okay and cool អូខេអញ្ចឹងវាក្តៅវាផ្សើមហើយជាក់ទៀត what shall we do តែគួរទៅខ្លះ let's DVD បតោះមើលភាពយន្តអូខេអញ្ចឹងប៉ុណ្ណឹងទេអ្នកគ្នាកន្លែងនេះដើម្បីនេះ listening shape this conversation អូខេអញ្ចឹងកន្លែងដូចតែគ្នាតើឡើយខ្ញុំចាក់ស្ដាប់តិចទៅ Tape script 11.13. អូខេអូខេ 1. What a lovely day. Yeah, it's really warm and sunny. What shall we do? Let's Okay. go for a walk. Oh no, it's too hot to walk. Okay. Let's go to the beach. Good idea. Why don't we take a picnic? 2. What an awful day. It's raining again. I know. It's so cold and wet. What should we do? Let's stay in and watch a DVD. Oh no, that's boring. We did that last night. Okay then. Shall we go out for a coffee? Great. I'll get my coat and an umbrella. អូខេតើឥឡូវអូខេតើឥឡូវខ្ញុំសង្ខេបកន្លែងហ្នឹងបន្តិចទៅអ្នកគ្នាកន្លែង Nice what a lovely day អូថ្ងៃវាល្អមែនទេ It's really warm and sunny ថាវាគឺពិតជាក្តៅមុំហើយនឹងមានពន្លឺព្រះអាទិត្យគ្រាន់ What shall we do តើយើងគួរធ្វើអ្វីខ្លះ Let's go for a walk តោះយើងទៅដើរលេងអូខេ Oh no oh they it's too hot to walk អូខេអូទេវាគឺក្តៅពេកហើយនឹងការដែលយើងដើរហ្នឹងអូខេអញ្ចឹងអីគេថាអូខេ Let's go to the beach តោះអញ្ចឹងពួកយើងទៅឆ្នេរសមុទ្រណាអូខេ beach ហ្នឹងគឺឆ្នេរសមុទ្រអូខេ it's good idea why don't we take a picnic អូខេហើយអ្វីបានពួកយើងមិនធ្វើការ picnic បានន័យថាយើង
ធ្វើអាហារឬក៏ចម្អិនអាហារនៅផ្ទះហ្នឹងរួចយើងខ្ចប់យកទៅញ៉ាំកន្លែងនឹងមួយឧទាហរណ៍យើងធ្វើម្ហូបពីផ្ទះរបស់យើងទៅញ៉ាំនៅកន្លែងឧទាហរណ៍គ្រារោមអញ្ចឹងគេហៅថា picnic ហើយអ្នកគ្នាអូខេអញ្ចឹងអត់ទិញអាហារទិញអីគេគឺធ្វើអាហារនៅផ្ទះហើយទៅខ្ចប់ញ៉ាំនៅកន្លែងដើរលេងនេះគេហៅថា picnic ហ្នឹងឯងអីគេថា what a full days អូខេអូយថ្ងៃអ្វីក៏ក្រក់ម្លេះទេអា full មានថាក្រក់នេះថាអាកាសធាតុវាមិនអំណោយផលហ្មងអ្នកគ្នាបើកភ្នែកមកភ្លៀងហ្មងគាត់ថា it's raining again ភ្លៀងហើយភ្លៀងទៀតភ្លៀងហើយភ្លៀងទៀត I know it's so cool and wet គឺត្រជាក់ខ្លាំងហើយនឹងសើម What shall we do តើយើងគួរធ្វើអ្វីខ្លះ Let's stay in and watch the DVDs អូខេតោះយើងនៅក្នុងផ្ទះទៅ stay មានថានៅផ្ទះហ្នឹងហើយនឹងមើល DVD ទៅមើលភាពយន្តតាម DVD ទៅ Oh no ទេ is boring មានថាអបសុខ We did that last night យើងបានធ្វើអ្វីកាលពីយប់មិញណាអូខេហើយបន្តមកទៀត so we go out for a coffee តោះយើងទៅក្រៅអញ្ចឹងគេថាសល់មិនសួរថាតើយើងគួរតែទៅក្រៅដើម្បីញ៉ាំកាហ្វេឬ Yes អូខេបានគេថា I get my coat and an umbrella អូខេខ្ញុំនឹងទៅយកអាវភ្លៀង coat អាវភ្លៀងហើយនឹងឆាត់ umbrella ហើយនឹងឆាត់របស់ខ្ញុំអូខេហើយឥឡូវយើងបញ្ចប់ប៉ុណ្ណឹងសូមជម្រាបគ្នាយើងចាំមេរៀន9ទៅហើយសប្តាហ៍ក្រោយឬក៏វីដេអូក្រោយយើងនឹងចូលវីដេអូមេរៀនទី12មកជាបន្តទៀតអូខេអរគុណអ្នកគ្នាបាយ